យុទ្ធសាស្ត្រគ្រប់គ្រងការបំពេញការងារមួយអ្វីជាយុទ្ធសាស្ត្រគ្រប់គ្រងការបំពេញការងារយុទ្ធសាស្ត្រគ្រប់គ្រងការបំពេញការងារគឺជាផែនការមេឬវិធីសាស្ត្រប្រព័ន្ធមួយដែលអង្គភាពឬអាជីវកម្មប្រើប្រាស់ដើម្បីដឹកនាំកែតម្រូវវាស់វែងនិងអភិវឌ្ឍសមត្ថភាពបុគ្គលិកឲ្យស្របតាមគោលដៅយុទ្ធសាស្ត្ររួមរបស់ស្ថាប័នវាមិនមែនត្រឹមតែជាការវិយតម្លៃប្រចាំឆ្នាំ Annual Performance Appraisal នោះទេប៉ុន្តែវាជាដំណើរការបន្តបន្ទាប់ Continue Processing ដែលរួមបញ្ចូលការកំណត់គោលដៅការផ្ដល់មតិកែលម្អ Feedback ការបណ្ដុះបណ្ដាលនិងការទទួលស្គាល់ស្នាដៃ 2. ដំណាក់កាលសំខាន់ៗនៃយុទ្ធសាស្ត្រគ្រប់គ្រងការបំពេញការងារ The Performance Management Cycle កការកំណត់គោលដៅ Planning Goal Setting សកម្មភាពអ្នកគ្រប់គ្រងនិងបុគ្គលិកអង្គុយជជែកគ្នាដើម្បីកំណត់គោលដៅការងារឲ្យបានច្បាស់លាស់ដោយប្រើប្រាស់គោលការណ៍ SMART Specific Measurable Achievable Relevant Time Bound ស្តង់ដារគោលដៅរបស់បុគ្គលិកត្រូវតែស្របគ្នា Align Need ទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ខការតាមដាននិងគាំទ្រប្រចាំ Monitoring Coaching សកម្មភាពតាមដានវឌ្ឍនភាពការងារប្រចាំផ្ដល់ការណែនាំនិងជំនួយ Coaching នៅពេលបុគ្គលិកជួបឧបសគ្គដោយមិនចាំបាច់រងចាំដល់ដំណាច់ឆ្នាំឡើយស្តង់ដារការបង្កើតបរិយាកាសការងារដែលមានទំនុកចិត្តនិងការប្រាស្រ័យទាក់ទងពីទិស Two Way Communication ការវិយតម្លៃការបំពេញការងារ Performance Assessment Review សកម្មភាពការផ្ទៀងផ្ទាត់លទ្ធផលការងារជាក់ស្ដែងភាពនិងគោលដៅដែលបានកំណត់ដើមទីក្នុងនោះមានការវិយតម្លៃខ្លួនឯង Self Assessment និងការវិយតម្លៃពីដំណាក់អ្នកគ្រប់គ្រង Manager Evaluation ស្តង់ដារផ្អែកលើទិន្នន័យនិងភស្តុតាងច្បាស់លាស់ Evidence Based ជៀសវាងការលំអៀង Bias ការផ្ដល់រង្វាន់និងការអភិវឌ្ឍReward Development សកម្មភាពផ្ដល់ការលើកទឹកចិត្តដូចជាប្រាក់លើកទឹកចិត្ត Bonus ការដំឡើងតួនាទីឬការបណ្ដុះបណ្ដាលបន្ថែមដើម្បីកែលម្អចំណុចខ្វះខាតនិងពង្រឹងសមត្ថភាពបន្ត 3. គោលដៅសំខាន់ៗនៃយុទ្ធសាស្ត្រគោលយុទ្ធសាស្ត្រនេះមានគោលដៅចម្បងចំនួន 4 កតម្រង់ទិសការងារធានាថាបុគ្គលិកគ្រប់រូបយល់ច្បាស់ពីតួនាទីនិងដឹងថាភារកិច្ចរបស់ខ្លួនចូលរួមចំណែកអ្វីខ្លះដល់ភាពជោគជ័យរបស់ស្ថាប័ន ខបង្កើនផលិតភាពជំរុញឲ្យការបំពេញការងារមានប្រសិទ្ធភាពនិងគុណភាពខ្ពស់ជាងមុន អភិវឌ្ឍធនធានមនុស្សកំណត់ពីចំណុចខ្លាំងនិងចំណុចខ្វះខាតរបស់បុគ្គលិកដើម្បីរៀបចំផែនការបណ្ដុះបណ្ដាលនិងអភិវឌ្ឍអាជីព Career Development តម្លាភាពក្នុងការផ្ដល់សំណងធ្វើជាមូលដ្ឋានគ្រឹះក្នុងការដំឡើងប្រាក់ខែការផ្ដល់ប្រាក់បន្ថែមនិងការដំឡើងតួនាទីដោយយុត្តិធម៌ 4. សារៈប្រយោជន៍នៃយុទ្ធសាស្ត្រគ្រប់គ្រងការបំពេញការងារ Benefit អត្ថប្រយោជន៍ត្រូវបានបែងចែកជា 3 ផ្នែកសំខាន់ៗ កចំពោះអង្គភាពឬអាជីវកម្មបង្កើនប្រសិទ្ធភាពការងាររួមស្ថាប័នសម្រេចបានគោលដៅអាជីវកម្មលឿននិងចំគោលដៅរក្សាបុគ្គលិកឆ្នើម Retention បុគ្គលិកដែលមានសមត្ថភាពមានអារម្មណ៍ថាត្រូវបានយកចិត្តទុកដាក់និងផ្ដល់តម្លៃធ្វើឲ្យពួកគេមិនងាយលាឈប់ពីការងារកាត់បន្ថយ Turnover Rate ដោះស្រាយបញ្ហាបានទាន់ពេលអាចរកឃើញពីចំណុចខ្សោយក្នុងប្រព័ន្ធប្រតិបត្តិការឬបុគ្គលិកមុនពេលវាក្លាយជាបញ្ហាធំ ខចំពោះអ្នកគ្រប់គ្រង Manager Leader ងាយស្រួលក្នុងការដឹកនាំមានឧបករណ៍ច្បាស់លាស់ក្នុងការវាស់វែងនិងតាមដានការងាររបស់កូនក្រុមកាត់បន្ថយចំនួនការវិយតម្លៃដែលមានស្តង់ដារនិងតម្លាភាពជួយកាត់បន្ថយការមិនពេញចិត្តឬការតវ៉ារបស់បុគ្គលិក ចំពោះបុគ្គលិក Employee
ដឹងពីការរំពឹងទុករបស់ស្ថាប័នមិនសង្ស័យថាថ្នាក់លើចង់បានអ្វីពីខ្លួនទៀតទេព្រោះគោលដៅត្រូវបានកំណត់រួចជាស្រេចឱកាសរីកចម្រើនបានមតិកែលម្អស្ថាបនា constructive feedback ដែលជួយឲ្យពួកគេអភិវឌ្ឍជំនាញនិងមានឱកាសឡើងតួនាទីខ្ពស់ជាងមុន